នេះអ្នកគ្រូបង្រៀនមេរៀនភាសាខ្មែរក៏ប្រាប់ឲ្យសិស្សទាំងអស់បើកសៀវភៅអានមេរៀនផាវីបើកកាតាបរកសៀវភៅមិនឃើញសោះនាងងាកមើលស្វែងស្ដាំរួចលោករាវចុះឡើងថាលីនផាវីតើឯងកំពុងរកអ្វីផាវីខ្ញុំកំពុងរកសៀវភៅពុម្ពភាសាខ្មែរថាលីនតើឯងទុកវានៅឯណាខ្ញុំទុកវានៅក្នុងកាតាបតើឯងមានឃើញវាទេថាលីនទេខ្ញុំមិនឃើញវាទេឯងនឹកមើលតើឯងទុកវានៅឯណាផាវីខ្ញុំទុកវាលើទូនៅផ្ទះឯនោះខ្ញុំភ្លេចដាក់វាចូលក្នុងកាតាបបើឯងចឹងឯងមើលសៀវភៅជាមួយខ្ញុំទៅ